ตาเนี่ยเราធ្វើបែបណានៅពេលដែលអ្នកបានបង្កើតគ្រួសារមួយកើតគ្រួសារមួយដោយចង់បាននៅសុភមង្គលក្តីសុខរួមជាមួយគ្នាដោយភាពក្តីសុខរមនានោះប៉ុន្តែអ្នកដែលជ្រើសរើសគូជីវិតសុទ្ធតែកើតចេញពីការជ្រើសរើសរវាងបុរសនិងស្ត្រីរៀងខ្លួនដែលពួកគេបានឯកភាពគ្នាក្នុងនោះក៏ត្រូវតែចូលរួមពីឪពុកម្ដាយទាំងសងខាងស្គាល់ចិត្តគ្នាយល់ចិត្តគ្នាដែរដើម្បីបង្កើតជាគ្រួសារមួយគ្រួសារមួយត្រូវបង្កើតដោយ